ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងសួស្តីបងប្អូនសពេតទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទវិទ្យាករសុនមានជំនឿសភាមួយទៀតដើម្បីចែកលេងពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងបងប្អូនសពេតទាំងអស់គ្នាបាទអញ្ចឹងចំណេះដឹងសុខភាពក្នុងថ្ងៃនេះយើងលើកឡើងអំពីបញ្ហាទាក់ទងនឹងមហារីកពោះវៀនបាទអញ្ចឹងទាក់ទងនឹងមហារីកពោះវៀនដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីសញ្ញាមហារីកពោះវៀនដែលភាសាអង់គ្លេសហៅថា colorectal cancer syndrome បាទយើងឃើញថាពេលបច្ចុប្បន្នហ្នឹងគឺជំងឺមហារីកពោះវៀនគឺជាជំងឺមហារីកមួយដែលឃើញយើងញាប់ច្រើនផងដែរទាក់ទងនឹងមហារីកនៃផ្ដាប់រំលាយអាហារបាទយើងចង់ដឹងថាតើរោគសញ្ញាមហារីកពោះវៀនហ្នឹងវាមានរោគសញ្ញាអ្វីខ្លះដែលយើងអាចកត់សម្គាល់បានបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺរោគសញ្ញាជំងឺមហារីកពោះវៀននិងទី3គឺវិធីការពារជំងឺមហារីកពោះវៀនបាទយើងចង់ដឹងថាតើជំងឺមហារីកពោះវៀននឹងវាមានរោគសញ្ញាអ្វីខ្លះហើយនឹងវិធីការពារនឹងគឺត្រូវធ្វើដូចម្តេចខ្លះដែរបាទយើងចង់ដឹងទាំងគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីដើមជំងឺមហារីកពោះវៀនធំគឺជាជំងឺមហារីកលំដាប់ទី3នៅលើពិភពលោកកើតភាគច្រើននៅស៊ីម៉ុយខាងលិនមានហើយវាកើតភាគច្រើននៅជិតផ្នែកខាងចុងនៃពោះវៀនធំហ្នឹងជំងឺនេះគឺភាគច្រើនមិនមានរោគសញ្ញាសម្គាល់ទេបើសិនបើយើងរកឃើញដំណាក់កាលដំបូងយើងអាចព្យាបាលជាសះស្បើយបានបាទចា៎នោះគឺតើតទៅនឹងម៉ារីកពោះវៀនធំហ្នឹងបាទអញ្ចឹងយើងមករូបភាពនេះគឺតើតទៅនឹងទីតាំងហើយនឹងភាគរយនៃជំងឺម៉ារីកពោះវៀនធំបាទយើងឃើញថាភាគច្រើនគឺនៅស៊ីម៉ុយខលិនហ្នឹងវាមានរហូតដល់35%ប៉ុន្តែវាអាចនៅកន្លែងផ្សេងៗទៀតដែរនៃពោះវៀនធំរបស់មនុស្សយើងយើងមកជាបន្តទៀតតើតទៅរោគសញ្ញាជំងឺមហារីកពោះវៀនតើជំងឺមហារីកពោះវៀនហ្នឹងមានរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាជំងឺមហារីកពោះវៀនទី1គឺមានឈាមនៅក្នុងលាមកបាទអញ្ចឹងអ្នកជំងឺមានសញ្ញាមានឈាមក្នុងលាមកហ្នឹងយើងត្រូវចាប់អារម្មណ៍អាហ្នឹងគឺជាសញ្ញាមួយនៃជំងឺមហារីកពោះវៀនធំប៉ុន្តែវាអាចមានមូលហេតុផ្សេងទៀតដែរតើតើនឹងឈាមក្នុងលាមកហ្នឹងត្រូវតែទៅជួបពេទ្យដើម្បីធ្វើការពិនិត្យបាទជួនកាលវាអាចតើតើរឿងរោគបាតឬក៏រឿងអីផ្សេងទៀតជំងឺជាបន្តទៀតតើតើរោគសញ្ញាជំងឺមហារីកពោះវៀនធំទី2គឺការប្រែប្រួលលាមកគឺលាមករាងខ្មៅឬក៏ខ្មៅហើយស្អិតស្អិតបាទនឹងត្រូវចាប់អារម្មណ៍តើតើនឹងជំងឺមហារីកពោះវៀនធំផងដែរយើងមកជាបន្តទៀតតើតើរោគសញ្ញាជំងឺមហារីកពោះវៀនទី3គឺអ្នកជំងឺស្រកគីឡូបាទឬក៏ស្រកទម្ងន់ទោះបីជារបបអាហារធម្មតានិងមិនឃ្លានអាហារបាទអានេះគឺជារោគសញ្ញាមួយទៀតនៃជំងឺមហារីកពោះវៀនហ្នឹងយើងមកជាបន្តទៀតតើតើរោគសញ្ញាជំងឺមហារីកពោះវៀនទី4គឺមានធ្លាក់ឈាមតាមរន្ធគូតជាទូទៅគឺឈាមក្រហមស្រស់រកឃើញនៅពេលបាត់ជើងធំតែម្ដងបាទនេះគឺជារោគសញ្ញាមួយដែរនៃជំងឺមហារីកពោះវៀនហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើរោគសញ្ញាជំងឺមហារីកពោះវៀនទី5គឺអ្នកជំងឺមានវិបត្តិនៃការបន្ទោបង់លាមកគឺមានអារម្មណ៍ថាបាត់ជើងមិនអស់ឬក៏ចង់ទៅបាត់ជើងធំញឹកញាប់តែម្ដងបាទអានឹងគឺជាអាការៈមួយដែរដែលយើងឃើញមានតើតើនឹងជំងឺមហារីកពោះវៀនហ្នឹងយើងមកជាបន្តទៅទៀតតើតើនឹងរោគសញ្ញានៃជំងឺមហារីកពោះវៀនទី6បាទគឺអ្នកជំងឺមានសញ្ញាស្លេកស្លាំងបាទហើយមានអារម្មណ៍អស់កម្លាំងខ្សោយនិងថប់ដង្ហើមបាទអារម្មណ៍អស់កម្លាំងខ្សោយថប់ដង្ហើមហ្នឹងអាហ្នឹងគឺជាសញ្ញានៃភាពស្លេកស្លាំងហ្នឹងឯងបាទដោយសារវាមានការបាត់បង់ឈាមច្រើនធ្លាក់ឈាមតាមបាតហ្នឹងឯងបាទអាចឲ្យអ្នកជំងឺស្លេកស្លាំងយើងមើលជាបន្តទៅទៀតតើតើរោគសញ្ញាមហារីកពោះវៀនទី7គឺអ្នកជំងឺឈឺនៅក្នុងពោះផើមច្រើនឈឺចុកក្នុងពោះហើមពោះញឹកបាទហ្នឹងគឺជាសញ្ញាដែលសង្កេតឃើញច្រើនលើអ្នកដែលមានបញ្ហាតើតើនឹង
ជំងឺមហារីកពោះវៀនផងដែរយើងមកជាបន្តទៀតតើតើរោគសញ្ញាមហារីកពោះវៀនទី8គឺអ្នកជំងឺមានសញ្ញាទល់លាមកលក្ខណៈ2ទៅ3ថ្ងៃឬរ៉ាំរ៉ៃអាចជាសញ្ញាវិវត្តនៃជំងឺបាទអញ្ចឹងនៅពេលដែលវាទល់លាមកខ្លាំងអាហ្នឹងគឺបញ្ហាដុំមហារីកហ្នឹងវាកាន់តែស៊ីធំទៅចិត្តផ្លូវនៃការបញ្ចេញចោលលាមកហ្នឹងអញ្ចឹងអាចតែជំងឺមានបញ្ហាទល់លាមកកាន់តែខ្លាំងឡើងយកជាបន្តទៅទៀតតើតើរោគសញ្ញាជំងឺមហារីកពោះវៀនទី9គឺរាគរូសខុសប្រក្រតីបាទគឺរាគរូសជាប្រចាំដែលយើងឃើញមានតើតើនឹងជំងឺមហារីកពោះវៀនផងដែរបាទហ្នឹងគឺជារោគសញ្ញាមួយដែរនៃជំងឺមហារីកពោះវៀនបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើនឹងវិធីការពារម្ដងតើវិធីការពារជំងឺមហារីកពោះវៀនហ្នឹងយើងត្រូវធ្វើដូចម្តេចខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីការពារជំងឺមហារីកពោះវៀនទី1គឺយើងត្រូវឈប់ជក់បារីបើសិនបើអ្នកកំពុងតែជក់បារីបាទអញ្ចឹងមិនថាបើគាត់កំពុងជក់ត្រូវតែឈប់តែម្ដងព្រោះហ្នឹងអាចធ្វើឲ្យជំងឺហ្នឹងវិវត្តលឿនយើងបន្តទៀតតើតើវិធីការពារជំងឺមហារីកពោះវៀនទី2គឺរក្សាលំនឹងទម្ងន់រាងកាយធម្មតាបាទអញ្ចឹងធ្វើម៉េចកុំឲ្យស្គមពេកកុំឲ្យធាត់ពេកឲ្យលំនឹងរាងកាយយើងធម្មតាបាទហ្នឹងគឺវាអាចកាត់បន្ថយហានិភ័យតើតើនឹងជំងឺមហារីកពោះវៀនផងដែរយើងមើលជាបន្តទៀតតើតើវិធីការពារជំងឺមហារីកពោះវៀនទី3គឺកាត់បន្ថយឬក៏ជៀសវាងនៃការផឹកស្រាបាទអញ្ចឹងបញ្ហាស្រាហ្នឹងក៏ជាបញ្ហាមួយដែលអាចធ្វើឲ្យមានមហារីកថ្លើមបាទតើតើមហារីកពោះវៀនដែលយើងឃើញមានផងដែរបាទអញ្ចឹងអាចកាត់បន្ថយឬក៏ជៀសវាងតែម្ដងនៃការផឹកស្រាយើងមកជាបន្តទៀតតើតើវិធីការពារជំងឺមហារីកពោះវៀនទី4គឺយើងត្រូវបរិភោគបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិបាទអញ្ចឹងការទទួលទានបន្លែផ្លែឈើគ្រាប់ធញ្ញជាតិវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនផងដែរយើងមកជាបន្តទៀតតើតើវិធីការពារជំងឺមហារីកពោះវៀនទី5យើងត្រូវធ្វើការស្រាវជ្រាវជំងឺមហារីកពោះវៀនធំចាប់ពីអាយុ45ឆ្នាំឡើងទៅជឿមិនថាអ្នកដែលមានបញ្ហាឪពុកម្ដាយឬក៏បងប្អូនមានបញ្ហាពោះវៀនហ្នឹងជាពិសេសគឺមិនពោះវៀនតែម្ដងគួរតែស្រាវជ្រាវដែរឲ្យបានឆាប់ដែរតើតើនឹងជំងឺមហារីកពោះវៀនហ្នឹងបាទយើងតាមទៀតតើតើវិធីការពារជំងឺមហារីកពោះវៀនទី6គឺយើងត្រូវធ្វើសកម្មភាពរាងកាយឬក៏ហាត់ប្រាណជាប្រចាំបាទអញ្ចឹងការធ្វើសកម្មភាពរាងកាយនៃការប្រាណជាប្រចាំបាទវាជួយផងដែរតើតើនឹងចលនារបស់ពោះវៀនអញ្ចឹងវាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនផងដែរយើងមកជាបន្តទៀតតើវិធីការពារជំងឺមហារីកពោះវៀនទី7គឺកាត់បន្ថយឬក៏ជៀសវាងអាហារដែលមានជាតិសាច់ច្រើនខ្លាញ់ច្រើនបាទយើងស្គាល់ឃើញថាអ្នកដែលកើតមហារីកពោះវៀនហ្នឹងគឺចូលចិត្តញ៉ាំសាច់ត្រីឆៅសាច់ច្រើនខ្លាញ់ច្រើនផងដែរបាទអញ្ចឹងយើងជៀសវាងអាហារទាំងអស់ហ្នឹងគឺអាចកាត់បន្ថយការកើតមាននៃជំងឺមហារីកពោះវៀនផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលគិតថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹងក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទអាចធ្វើការ scan QR code ហ្នឹងទៅដើម្បីចូលក្នុងក្រុមយើងខ្ញុំដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលគិតថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺទាក់ទងប្រាំលាអាហារជំងឺទាក់ទងប្រាំទឹកម៉ូតឬក៏ជំងឺទាក់ទងប្រាំបន្តពូជអាចប្រឹក្សាដោយគិតថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយ016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតវីដេអូព័ត៌មានសុខភាពថ្មីៗក៏ដូចជាវីដេអូការរៀនពេទ្យរបស់សិស្សពេទ្យបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យ CML Health Science Official បាទដាក់អក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងគឺ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe រូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទចូលរួម subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ